Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកលេងហ្គេមធ្វើកសិដ្ឋានចូលក្បាលមកដំបូងយើងត្រូវការប្រមូលផលហ្នឹងហើយបន្ទាប់ពីប្រមូលផលរួចយើងប្រមូលផលដូចជាប៊ឺនំប៉័ងហ្នឹងហើយបន្ទាប់ពីប្រមូលផលយើងកោរុំឈាមហើយយើងដាក់ប្រមូលផលទៅដោះគោនិងពងមាន់បន្ទាប់ពីខ្ញុំប្រមូលផលហើយយើងយកចំណីមាន់ចំណីគោនិងយកពងមាន់បន្ទាប់ពីខ្ញុំយកពងមាន់ហើយយើងដាក់ចំណីវាទៀតហ្នឹងដើម្បីបានពងបន្ទាប់មកខ្ញុំដាក់ចំណីគោហើយនឹងយកសាច់ជ្រូកបន្ទាប់ពីចំណីសាច់ជ្រូកហើយយើងដាក់ចំណីវាហើយយើងមកធ្វើចំណីមាន់និងចំណីគោគេថាអត់គ្រប់ទេគាត់ថាខ្វះពោតហ្នឹងឥឡូវនេះយើងមកដាំពោតមួយគឺថាពោតសល់មួយទាំងគ្នាគេថាវិញយើងគ្រប់មួយយើងចុចដើម្បីយកទៅលក់ហ្នឹងហើយតទៅពេលយើងយកទៅលក់ហើយយើងចាំវាបានធុះតទៅនេះយើងប្រមូលផលស្រូវដែលបានដាំហើយហ្នឹងហើយបន្ទាប់ពីលក់អីគឺថាបាន level និងបានកាក់500ហ្នឹងហើយគេថាកន្លែងនេះខ្ញុំទិញជាមដាក់មួយគេថាជាមខ្ញុំមាន3ហ្នឹងជាម3ខ្ញុំនៅខ្វះជាមមួយទៀតនឹងគោ2ប៉ុន្តែខ្ញុំមិនទាន់បានទិញទេព្រោះខ្ញុំខ្វះលុយហ្នឹងគេថានេះមីសិនយើងថាអត់ទាន់មានទេព្រោះអត់ទាន់គ្រប់សល់ដូចជានំប៉័ងភីសាហ្នឹងហើយបន្ទាប់មកយើងដាំដូចជាសណ្ដែកហើយនឹងស្រូវហ្នឹងហើយដាំស្រូវហើយយើងដាំសណ្ដែកមកគេថាដាក់វាពេញមកនេះហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងណាពេលជួយ like មួយផងណា